នេះស្លខ្មែរកន្លែងគាត់អត់តោហើយចាតែកន្លែងញ៉ាំនេះក៏អាចប្រើមួយទឹកសក់ក៏បានដែរចាមានទឹកផ្អែមទៀតចង់ញ៉ាំទឹកផ្អែមទឹកផ្អែមអ្វីមិនអាចផ្លាស់ប៉ះបាននំបញ្ចុកចាទឹកពលឡើងយូរញ៉ាំចាំស្ងាញ់បន្ទាប់ពីនាងខ្ញុំបានទៅលេងនៅបឹងឈូកនៅប៉ែកខាងភ្នំក្រោមហើយឥឡូវនេះនាងខ្ញុំបានបន្តដំណើរឆ្ពោះទៅខាងភូមិព្រះដាកដើម្បីរកនំបញ្ចុកឆ្ងាញ់ក៏ដូចជាជ្រូកអាំងឆ្ងាញ់ឥឡូវនាងខ្ញុំបានធ្វើដំណើរឆ្ពោះទៅខាងភូមិព្រះដាកហើយបើយើងក៏លេខមកទិដ្ឋភាពឆ្វេងស្ដាំរបស់យើងវិញចាមើលទៅគួរឲ្យថាត្រជាក់អារម្មណ៍ខ្លាំងមែនតែនហើយនៅជុំវិញកសិនអង្គរឃើញបងប្អូនយើងអង្គុយលេងនៅពេលរងាចពុកម៉ែបងប្អូនចានៅទីនេះពេលល្ងាចគេតែងតែជិះកង់ក៏ដូចជាផាសអេបចាឡានម៉ូតូដើម្បីយើងស្រូបយកខ្យល់អាកាសពេលល្ងាចនៅជុំវិញកសិនអង្គរក៏ដូចជាអង្គរតែម្ដងនាងខ្ញុំមកដល់ទឹកដីខេត្តសៀមរាបនេះមិនដែលចោលទេចាទីតាំងកន្លែងនេះឥឡូវនាងខ្ញុំបានមកដល់កន្លែងលក់ជ្រូកហើយចាជ្រូកអាំងឆ្ងាញ់គឺជាម៉ួយហើយចាមកទីនេះគឺមិនដែលចារំលងម្ដងណាឡើយមកខេត្តសៀមរាបលើកណាក៏នាងខ្ញុំទៅតែញ៉ាំជ្រូកឲ្យបានម្ដងដែរប៉ុន្តែមកជើងនេះមិនមែនម្ដងទេមើលទៅពុកម៉ែបងប្អូនហើយឥឡូវកំពុងតែកំងសិននាងខ្ញុំអត់បានចូលញ៉ាំទេនៅក្នុងថ្ងៃនេះដោយសារថ្ងៃនេះនាងខ្ញុំចាមកដល់ទីតាំងកន្លែងនេះរៀងល្ងាចដែរហើយឥឡូវនេះយើងកំពុងតែខ្ចប់ជ្រូកដើម្បីយកទៅញ៉ាំកន្លែងដែលយើងសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាល្ងាចនេះនាងខ្ញុំអត់ចេញក្រៅទេប្រហែលជាត្រូវចារៀបចំអាហារពេលល្ងាចមួយពេលជាមួយនឹងកូនចានៅទីតាំងសម្រាប់តែម្ដងឥឡូវនេះយើងក៏បានធ្វើដំណើរមកដល់កន្លែងនំបញ្ចុកឆ្ងាញ់ហើយអ្នកដែលធ្លាប់ញ៉ាំនំបញ្ចុកនៅភូមិប្រដាក់ប្រកាសជាដឹងរសជាតិហើយថានំបញ្ចុកនៅទីនេះចាទីតាំងកន្លែងណាមួយក៏មានរសជាតិថាឆ្ងាញ់ឲ្យមេដៃតែម្ដងសម្រាប់នាងខ្ញុំឲ្យ10លើ10តែម្ដងគ្នាចាឥឡូវនេះខ្ញុំបានមកដល់ភូមិព្រះដាក់ហើយនៅតំបន់កន្លែងលក់នំបញ្ចុកឆ្ងាញ់អ្នកដែលធ្លាប់ញ៉ាំនំបញ្ចុកនៅភូមិព្រះដាក់ប្រកាសជាបានដឹងហើយថានំបញ្ចុកនៅភូមិព្រះដាក់គឺមានរសជាតិឆ្ងាញ់ប៉ុណ្ណាសម្រាប់នាងខ្ញុំឲ្យ10លើ10តែម្ដងស្លការីនេះស្លខ្មែរកន្លែងគាត់អស់តោហើយចាតែកន្លែងញ៉ាំនេះក៏អាចប្រើមួយទឹកសក់ក៏បានដែរចាមានទឹកផ្អែមទៀតចង់ញ៉ាំទឹកផ្អែមទឹកផ្អែមអ្វីមិនអាចផ្លាស់ប៉ះបាននំបញ្ចុកចានំបញ្ចុកអូយចាសុំទៅហើយchút này hello con sao giận với mìnhទឹកពលឡើងយូរញ៉ាំចាំស្ងាញ់Nam số nít à? 3 trong cho đây mềm cặp tới cái trong cho camera đây nên cái tiên camera đã còn ai thấy cái đã nằm bật chọc anh em nghe nhớ nhớ ngày hôm nay đo lời này thế lắm chụp ông Phu Minh nữa đo cái nhầm ai ba tí nè review cho mày bông phôn ở cái nàyបងប្អូនខ្ញុំពុំទិញនិយាយជាមួយអ្នកនរគ្នាមុនហ្នឹងប៉ុន្តែខ្ញុំចាប់អារម្មណ៍អីជាងគេអត់ហេតុអីបានខ្ញុំនិយាយជាងច្រើនតិចនៅប្លង់មួយហ្នឹងដោយសារ background ខាងក្រោយរបស់ខ្ញុំគឺស្អាតខ្លាំងមែនតែនចាគឺមេឃពណ៌ទឹកក្រូចតែម្ដងថ្ងៃនេះញ៉ាំនំបញ្ចុកឆ្ងាញ់ហើយទាំងពៅឆ្ងាញ់ហើយរួមទាំងចាណែមកមេឃមីងក៏មកអង្គុយមើលខ្ញុំកំពុងតែញញឹមញញែមតែគួយឯនៅតែស្អាតចាសួរគួយណាស់តែនាងនេះខ្លាប់កាត់ទៅហើយតាចាអរគុណច្រើនណាស់មីងចាអបឃើញក្នុងទូទស្សន៍ចាច្រើនណាស់ដល់ទូច្រើនចាចាអរគុណដូចស្អាតដូចទៅក្នុងទូទស្សន៍
អរគុណច្រើនណាស់មីងចាក៏ប៉ុន្តែគាត់នេះបងប្អូនទាំងអស់គ្នាគាត់ធ្លាប់តាមដានរឿងនេះខ្ញុំសំដែងណាអញ្ចឹងគាត់ចេះអង្គុយមើលឃើញខ្ញុំនិយាយម្នាក់ឯងអញ្ចឹងគាត់មិនថាខ្ញុំគេហៅថាអីគេនោះហ៎ក៏ប៉ុន្តែគាត់ធ្លាប់ស្គាល់យើងតែគឺចាក់ទូទួអញ្ចឹងទៅចឹងអរគុណខ្លាំងមែនទែននាងខ្ញុំអរគុណហើយអរគុណទៀតដោយសារថ្ងៃនេះខ្ញុំគេហៅលងជាមួយនឹងសម្រាប់ខ្លួនឯងដែរក៏ដូចជាសម្រាប់មេឃនៅខាងក្រោយខ្នងរបស់នាងខ្ញុំឥឡូវនេះម៉ោងចាម៉ោង6:42នាទីហើយប៉ុន្តែមេឃនៅអូខេនៅមានពណ៌ color មេឃឡើយទេអត់ទាន់ល្ងិតស្លុបឡើយទេចាពុកម៉ែបងប្អូនទាំងអស់គ្នាដូច្នេះសម្រាប់វីដេអូនេះខ្ញុំនៅក្នុងថ្ងៃនេះមានត្រឹមតែប៉ុណ្្នេះទេអរគុណខ្លាំងមែនទែនសម្រាប់ការតាមដានទស្សនាវីដេអូរបស់យើងខ្ញុំចាដូច្នេះជួបជាមួយនាងខ្ញុំនៅវីដេអូបន្ទាប់ដែលគេហៅដំណើរកំសាន្តនៅក្នុងទឹកដីខេត្តសៀមរាបនៅថ្ងៃស្អែកបន្តទៀតថានាងខ្ញុំធ្វើដំណើរទៅណាខ្លះនាងខ្ញុំនឹងផ្ដិតយករូបភាពចាស់ជូនបងប្អូនទាំងអស់គ្នាមកទស្សនាបន្តដូច្នេះនាងខ្ញុំសូមអរគុណសូមជម្រាបលាបាយបាយឥឡូវបន្ទាប់ពីយើងបានញ៉ាំនំបញ្ចុកក៏ដូចជាខ្ចប់ជ្រូកអាំងដើម្បីយកមកញ៉ាំនៅកន្លែងសម្រាករួចហើយនាងខ្ញុំក៏ធ្វើដំណើរត្រឡប់មកវិញហើយពុកម៉ែបងប្អូនហើយពេលដែលធ្វើដំណើរមកតាមដងផ្លូវក៏ឃើញថាមានឡានក្រុងដឹកភ្ញៀវទេសចរជាតិក៏ដូចជាអន្តរជាតិដើម្បីធ្វើការកំសាន្តជុំវិញទីក្រុងពុកម៉ែបងប្អូននាងខ្ញុំស្ដាយខ្លាំងមែនទែនមកជើងនេះអត់បានធ្វើការជិះទេដោយសារយើងអត់មានពេលគ្រប់គ្រាន់ក្នុងការធ្វើដំណើររថយន្តក្រុងនេះសម្រាប់ដឹកអ្នកដំណើរដែលគាត់ចាមានបំណងចង់ធ្វើដំណើរនៅពេលល្ងាចដើម្បីគយគន់ជាមួយនឹងទេសភាពក៏ដូចជាទីក្រុងសៀមរាបតែម្ដងក៏យើងអាចធ្វើដំណើរជាមួយនឹងរថយន្តក្រុងអត់ដពូលនេះបានដែរពុកម៉ែបងប្អូនទាំងអស់គ្នាឥឡូវយើងក៏បានធ្វើដំណើរមកដល់ចាកន្លែងសម្រាប់ហើយកូនប្រុសរបស់ខ្ញុំគាត់នៅឃើញគីគីភ្លាមចានិយាយថាគាត់ខ្វាកគាត់ចូលចិត្តណាស់គីគីបងប្អូនហើយគាត់ចូលចិត្តសត្វចាឥឡូវនាងខ្ញុំចាក្នុងរាត្រីនេះប្រហែលជាត្រូវចាញ៉ាំអាហារពេលល្ងាចជុំជាមួយនឹងកូនចា relax ជាមួយនឹងបរិយាកាសដ៏ស្ងប់ស្ងាត់នៅទីកន្លែងសម្រាប់នេះតែម្ដងនាងខ្ញុំចូលចិត្តទីកន្លែងដែលនាងខ្ញុំសម្រាប់នេះខ្លាំងមែនតើចាទីតាំងកន្លែងនេះមានឈ្មោះថាលើចន្ទូបូតិចនាងខ្ញុំតែងតែមកទីនេះចាពេលដែលនាងខ្ញុំហត់នឿយនឹងការងារតែងតែចាសម្រាប់កាយសម្រាប់ចិត្តក៏ដូចជាចា relax ជាមួយនឹងកូននាំកូនមកខេត្តសៀមរាបតែងតែមកសម្រាប់ទីតាំងកន្លែងនេះផ្ទាល់ទីតាំងកន្លែងនេះមិនត្រឹមតែទីតាំងស្អាតកន្លែងគេងស្អាតទេសូម្បីតែម្ហូបក៏ឆ្ងាញ់ខ្ញុំសូមទៅសើមែនដូច្នេះកន្លែងនេះគឺជាកន្លែងមួយដែលនាងខ្ញុំចាស់ចាប់អារម្មណ៍ហើយក៏ជាប់ចិត្តមិនមែនមកលើកទី1ទេនាងខ្ញុំមកច្រើនដងហើយចាមកឡើងម្ចាស់កន្លែងគេចាំមុខទៅហើយអញ្ចឹងនាងខ្ញុំសូម recommend សម្រាប់បងប្អូនដែលគាត់មានបំណងមកលេងនៅខេត្តសៀមរាបចានាងខ្ញុំសូម recommend ពុកម៉ែបងប្អូនមកសម្រាប់នៅលើចន្ទូបូតិចតែម្ដងពុកម៉ែបងប្អូនព្រោះតែទីតាំងកន្លែងនេះអ្នកដែលគាត់ហត់នឿយនឹងការងារពេលដែលគាត់បានមកដល់ទីនេះហើយប្រកាសជាស្រាលអស់ទុកកង្វល់រួមទាំងអារម្មណ៍ល្អត្រឡប់ទៅផ្ទះវិញចាចឹងដូចគ្នាវីដេអូនេះខ្ញុំនៅក្នុងថ្ងៃនេះចាមានត្រឹមតែប៉ុណ្្នឹងទេនាងខ្ញុំសូមជម្រាបលាម្ដងទៀតសូមអរគុណរាត្រីសួស្តីបាយបាយអ្នកអត់គ្នាឮសលេងអីអត់ឥឡូវបន្ទាប់ពីយើងចាដើររៀងអស់កន្លងដែរហើយតែពងអង្គុយចាស់មើលអង្គុយស្អាតស្អាតlại con cả ổn ông sạn cái này lông té phải giặt cái này phải dùng mưa nè